cha bong bóng ở nia ngay nhung trong lơ vẹn bon vì bong bóng ở đài cha vì bộ đồng bran máu dương tay tầm miền ở làng nệ ta rồi có ca đài ở kho 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 mẹ ba rồi có kho ở ai mui đài khi trang tập bô hay khi tay ta thưa bị thi ở bon làng nệ ta nó đầm bay thưa bon phum ao cha tôm đài miền chữ scan được nông phum phum bao dương nắng mùi chẳng là bong bóng mùi tiết vẹn bon nằng thơ lúc snong ba mấy rồi có mà chắc luôn nâng còn miền ở ba mấy snong ru là ngày đọc về tới dương chắc là các bạn nó không có dương tay từ rồi lục ru nè ru chui hai rồi có thơ playing là ngày thơ playing hai lắng hai tự nhiên nè ta được ba mấy rồi có luôn ai nâng đây đọc bay ở snong mà xua non không ai coi đọc bay dương riệp thì lặng lặng nó không cho à bây giờ mình bay để hướng cứ miền tăng bị bồ đàn mau hai bông ôn trà miền tăng bị bồ đàn nam mau hai trắng hãy anh nhầm lực đường đang dòm mọc bị dày trà nhầm dòm mọc bị dày rồi đại miền thưa tới class có thưa khó class trắng nhom bị dày đường thưa tới cứ bây giờ dương thưa bon lang này ta được có song ấy lại đằng lạ bông ôn trắng thấy thưa ở không phong sọc bao dương nữa với đi chồng ran rong rương mình nghe miền cha tôm để chư khmer ấy chư năng ngày ở thưa sai chồng ca cho ba đồng năm năng đi chồng ran nó không phong sọc bao dương trắng năng ngày trắng từ đó là pe đại dương thưa tới bông ôn nó cứ dương từ tua bán pha đó plai ca lạ đằng lạ năng phong sọc dương sọc sờ bái sọc đông Romania năng ngày bong bóngไปแต่ยังធ្វើខុសហ្នឹងហើយពេលដែលយើងធ្វើខុសធ្វើឲ្យអ្នកស្នងរូបហ្នឹងគាត់មានគុណវិបត្តិមួយទីពីរធ្វើឲ្យក្នុងភូមិស្រុករបស់យើងហ្នឹងមានសម្បូរទៅដោយដេរឆានលាក់នឹងលាក់បងប្អូនដេរឆានបងប្អូនយល់ថារឿងអីអត់ឥឡូវនេះកំពុងតែច្រើនមែនតើបងប្អូនក្នុងបច្ចុប្បន្ននេះបងប្អូនប្តីសម្រាប់ប្រពន្ធសម្រាប់ប្តីប្តីសម្រាប់កូនប្រពន្ធសម្រាប់កូនណាឬក៏សម្រាប់ម្ដាយសម្រាប់អីដែរជាសាច់ឈាមបង្កើនហ្នឹងគេហៅដេរឆានណាបងប្អូនហ្នឹងហើយអញ្ចឹងក្នុងឥឡូវនេះសម្បូរមែនតើហ្នឹងហើយហើយអ្នកខ្លះគេគិតទៅថាអូមកពីញៀនឆ្នាំចាអ្នកខ្លះមកពីថាបែកគ្រប់ជឿងប់ងល់នឹងឡាវាមាននៅក្នុងការធ្វើខុសនឹងដែរបងប្អូនចាអញ្ចឹងខ្ញុំចង់ប្រាប់បងប្អូនមួយម៉ាត់ថាចេះអាហ្នឹងវាមានពាក់ព័ន្ធឲ្យតែធ្វើមិនទៅគឺបោកប្រាស់អីលាក់នឹងលាក់អញ្ចឹងទៅតាមរូបភាពដែលយើងចោទតែខ្ញុំចង់ប្រាប់មួយម៉ាត់ថាខ្មែរយើងបើសិនជាធ្វើត្រូវបកកែមែនទែនបងប្អូនបកកែមែនទែនណាបងប្អូនសម័យរូបភាពពីជំនាន់មុនណាមានចោលចូលមកក្នុងផ្ទះយើងអីចឹងគេមានគួចស្មៅធ្វើឲ្យចោលនឹងអត់ទៅណាទេមកយកទល់ភ្លឺដើរនៅផ្ទះយើងដល់តែម្ចាស់ផ្ទះនឹងដឹងខ្លួនមកស្លាយស្មៅនឹងទៅបានចោលនឹងចាប់ដើមដឹងខ្លួនបងប្អូនហើយឥឡូវនេះមានបការដ្ឋនឹងអត់ឥឡូវនេះមិនមានបការដ្ឋនឹងទេបងប្អូនវាសាបអស់ខ្លះហើយព្រោះដោយសារមកពីយើងរស់នៅក្នុងសង្គមបោកប្រាស់ពូតផលនឹងវាច្រើនហ្នឹងហើយហេតុអីបានខ្ញុំនិយាយទីនៅកន្លែងនេះពួកកន្លែងហ្នឹងវាជាប់គ្នាដូចតសៃឈាមអញ្ចឹងខ្ញុំមានជួយបងម្នាក់ដែលគាត់មានម្ដាយគាត់ឈឺហើយក៏បូលហើយក៏ប្រាប់ថាមានខុសបារមីនេះបារមីនោះអញ្ចឹងទៅគេក៏ធ្វើភ្លេងអ្នកតាដើម្បីឲ្យយើងសែនយើងហៅអ្នកតាមកដើម្បីសួរខុសអីដើម្បីយើងរៀបពិធីសែនទៅដើម្បីជួយឲ្យម្ដាយយើងនឹងជានឹងកំណត់គាត់ណាហើយគាត់ជាមនុស្សដែលអត់មានជំនឿអរូបីនឹងសូម្បីតែបន្តិចព្រោះគាត់ធ្វើការនៅយេស៊ូគ្រីស្ទបងប្អូនរឿងពិតអត់មានប្រឌិតសូម្បីតែមួយពាក្យអញ្ចឹងខ្ញុំលើករឿងនឹងយកមកនិយាយហើយគាត់អ្នកអត់ជឿឲ្យគាត់ជាកូនប្រុសគាត់សុំចូលណាបានន័យថាសុំធ្វើតម្លៃគាត់ជាគាត់សុខចិត្តជឿអញ្ចឹងទៅគាត់ធ្វើវាយភ្លេងវាយអីហ្នឹងទៅចូលបងប្អូនចូលណាចូលគាត់បាត់មែនចូលគាត់បាត់ហ្នឹងហើយចូលគាត់បោកខ្លួនអូគាត់រួមបងប្អូនគាត់រួមរនាលដីបោកខ្លួនបោកប្រានខ្លាំងមែនតើអស់មុខមកជាហៀងហ្មងគាត់ប្រាប់ខ្ញុំហ្នឹងរឿងពិតណាដល់តែពេលរួចបងប្អូនហ្នឹងរួចរាល់ណាឥឡូវនេះឆ្នាំ2026ខែ7ដែលខ្ញុំនិយាយនេះណាចាគាត់មានរឿងហ្នឹង2ឆ្នាំមុនម្ដាយគាត់ឈឺចាគាត់ចូលរូបហ្នឹងហើយដល់ពេលហើយគាត់មកជួបខ្ញុំរយៈពេល2ឆ្នាំជាងដែលគាត់ដើររកគ្រូឲ្យជួយដោះគាត់តើបែបម៉េចបងប្អូនចូលបានចេញវិញអត់បានចូលបានតែចេញវិញអត់បានហេតុអីបានថាចូលបានចេញវិញអត់បានបងប្អូនដឹងរយៈពេល2ឆ្នាំដែលបងប្អូនម្នាក់ហ្នឹងឲ្យតែលឺភ្លេងគឺគាត់រួមបោកខ្លួនរយៈពេល2ឆ្នាំមនុស្សប្រុសដែរមិនជឿអបិយជំនឿសំបីតែបន្តិចគាត់ជាអ្នកកាន់គ្រប់សាសនាបងប្អូនគាត់នៅតាមភូមិស្រុកមួយអញ្ចឹងណាបងប្អូនហើយគាត់ប្រាប់ខ្ញុំសួរគាត់រកគ្រូរយៈពេល2ឆ្នាំហ្នឹងគាត់រកគ្រូអស់80គ្រូគាត់ថានិយាយតែ80គ្រូគាត់និយាយតែ80គ្រូបានគាត់និយាយទៀតទេរកគ្រូណាក៏គាត់នៅតែរំនេះបើកបិទគាត់ប្រាប់ខ្ញុំគាត់ថាបើកបិទគាត់ថា2ឆ្នាំនេះគាត់ចាប់ពាក់គេច្រើនមែនទែនដើម្បីឲ្យខ្លួនគាត់ជាពេលគាត់មកជួបខ្ញុំគាត់ថាវាអត់តម្រូវគាត់ទៅជួបខ្ញុំគាត់ប្រាប់គាត់ថាសម្រាប់ចិត្តទៅកុំគិតច្រើនហ្នឹងឯងចិត្តច្រើនឲ្យតែលឺភ្លេងបងប្អូនគាត់បោកខ្លួនហើយដល់ពេលជួបខ្ញុំ
ខ្ញុំអត់មានធ្វើអីទេខ្ញុំអត់មានធ្វើអីទេគ្រាន់តែចរចាជាមួយអ្នកដែលគាត់នៅក្នុងហ្នឹងបងប្អូនដឹងរឿងហ្នឹងមកជាបងប្អូនខ្ញុំសូមជម្រាបបងប្អូនណាចូលបានចេញវិញអត់បានគាត់ហៅឈ្មោះអ្នកតាខុសហៅខុសគោរពខុសសែនខុសធ្វើឲ្យលោកតាចូលបានចេញវិញអត់បានខឹងសម្បានៅជាមួយគាត់ហើយឥឡូវនេះចេញហើយដល់បងប្អូនគាត់មកជួបខ្ញុំដឹងអស់អីហ៎ភ្លេងសៀម7ប័ណ្ណហើយដូចជាមានមន់មួយប៉ុណ្្នឹងឯងទៅថ្វាយឥឡូវគាត់លេងរំហើយបងប្អូនគាត់លេងរំហើយសួរថាខ្ញុំដោះគាត់ហ្នឹងខ្ញុំមានវាយខ្ញុំមានគក់ខ្ញុំមានអីគាត់អត់ទាំងអស់ចរចាមនុស្សឃើញនឹងមនុស្សដូចយើងអង្គុយនិយាយគ្នាអញ្ចឹងបងប្អូនស្ដាប់រឿងខ្ញុំអញ្ចឹងនឹងជារឿងពិតអត់ប្រឌិតសូម្បីតែមួយពាក្យខ្ញុំចង់ប្រាប់បងប្អូនថាខ្ញុំអត់បានប្រមាថបងប្អូនខ្ញុំសឹងតែលើកដៃថ្វាយណាលើកក្បាលរបស់នាងខ្ញុំម្រាមដៃ10ខ្ញុំចង់សូមជម្រាបបងប្អូនឬក៏អ្នកគ្រូលោកគ្រូបារមីព្រះស្នងពិតប្រកបណាមានពិតមែនបងប្អូនមានពិតមែនតែអ្នកអត់ពិតខ្ញុំសូមអង្វរម្រាមដៃ10លើកដាក់ក្បាលនេះក្បាលនាងខ្ញុំកុំចេះតែហៅឲ្យចូលស្នឲ្យចូលរូបហៅចូលហៅចេញបងប្អូនអាណិតគាត់2ឆ្នាំដែលគាត់ជាពាក់មនុษយគាត់អត់មានផ្ទះគាត់អស់អីអាលីងពីខ្លួនបងប្អូនថ្ងៃគាត់ជាពាក់គេមែនទេខ្ញុំពេលដែលខ្ញុំឮហើយខ្ញុំចង់ប្រាប់បងប្អូនយាយតាដែលពិតខ្ញុំគោរពខ្ញុំជឿស្រុកខ្មែរមានពិតរបស់ពិតអត់មានប្រឌិតទេបងប្អូនរបស់ពិតមានពិតមែនតែខ្ញុំសូមប្រាប់បងប្អូនថាបើបងប្អូនចេះអានឹងអត់ពិតប្រកបបងប្អូនកុំធ្វើពេលបងប្អូនធ្វើបងប្អូនបានបំផ្លាញគ្រួសារមួយដោយអត់មូលហេតុរយៈពេល2ឆ្នាំមនុស្សប្រុសម្នាក់ដែលឆ្លងទៅប្រទេសនេះប្រទេសនោះធ្វើការរហូតដល់បងប្រុសគាត់អត់មានការងារធ្វើដើរខ្ចីលុយគេដើម្បីដោះស្រាយពីមួយទៅមួយដើម្បីឲ្យខ្លួនគាត់បានធូរបងប្អូនអារម្មណ៍មួយដែលពួកយើងមិនដែលជួបបងប្អូនអត់ដឹងទេបងប្អូនសម័យបងប្អូនយកមកជុលដែលដេកឲ្យយកមកចាក់លើសាច់បងប្អូនណាតែឈឺអត់បើបងប្អូនគិតថាយកមកជុលចាក់លើសាច់បងប្អូនហាឈឺបងប្អូនបន្តធ្វើខុសទៀតចុះបងប្អូនចង់បោកគេបែបមិនក៏ដោយតែសូមកុំយកជីវិតគេមកលេងសើចជាមួយបងប្អូនខ្ញុំមិនមែនមនុស្សប្រកាយអស់ចាយទេតែខ្ញុំគ្រាន់តែអាចរកផ្លូវឲ្យឃើញផ្លូវខុសឬផ្លូវត្រូវឲ្យបានទេតែប៉ុណ្្នឹងឯងអញ្ចឹងខ្ញុំសូមបងប្អូនទាំងអស់គ្នាគិតឲ្យបានវែងមុននឹងធ្វើអីមួយហើយរឿងដែលយើងបូលនោះខុសនោះហើយយើងធ្វើថ្វាយភ្លេងថ្វាយហៅនឹងតងហៅមកបានដល់ពេលអញ្ជើញគាត់ទៅវិញអញ្ជើញគាត់បានបងប្អូនគិតត្រង់ហ្នឹងឲ្យច្បាស់ធ្វើបានមនុស្សម្នាក់ឯងអញ្ចឹងដល់ពេលអ្នកអត់ដឹងរឿងថាគាត់នឹងស៊ីចូលអាមួយនឹងចូលអាហ្នឹងបោកណាខ្ញុំប្រាប់បងប្អូនមួយម៉ាត់មកជុលចាក់ចំសាច់អ្នកណាដែលនឹងឈឺចាំឲ្យច្បាស់បើបងប្អូនមិនជឿកុំប្រមាថបងប្អូនមិនទាន់ជួបបងប្អូនកុំប្រមាថអីសោះបើបងប្អូនប្រមាថស្មើនឹងបងប្អូនមើងងាយគេបងប្អូនចាំឲ្យច្បាស់គ្មានអ្នកណាមួយកិច្ចរឿងបានទេមួយជីវិតដល់ថ្ងៃស្លាប់ត្រូវតែជួបយើងត្រូវតែដោះខ្ញុំសូមបញ្ជាក់ជឿដោយសតិគិតដោយប្រាជ្ញាហើយ YouTube របស់នាងខ្ញុំដែលធ្វើនេះ channel នេះខ្ញុំនិយាយតែរឿងពិតតែខ្ញុំព្យាយាមដោះកូនសិស្សម្នាក់ពីម្នាក់ទៅម្នាក់ខ្ញុំនិយាយរឿងហ្នឹងគឺជារឿងពិតទាំងអស់ជូនបងប្អូនស្ដាប់អញ្ចឹងខ្ញុំប្រាប់បងប្អូនថាបងប្អូនចង់ដឹងរឿងបងប្អូនអាច comment ខ្ញុំនឹងព្យាយាមបកស្រាយឲ្យល្អបំផុតហើយនៅក្នុងល្អគឺមានរឿងពិតនៅក្នុងនោះ 95% ខ្ញុំថា 95% ទេចុះខ្ញុំមិនហ៊ាននិយាយ 100% ទេខ្ញុំសុំតែ 95% បានហើយអញ្ចឹងរឿងអីក៏ដោយបងប្អូនសូមបងប្អូនគិតណាហើយរឿងចូលរូបជឿដោយសតិគិតដោយប្រាជ្ញាគ្មានអ្នកណាមួយសុខចិត្តឲ្យទៅលើភ្លេងរំកដាវាលកដាអីខ្មាស់គេទីណាត់រយៈពេល2ឆ្នាំជាងទេបងប្អូនរឿងហ្នឹងវាមានពិតអញ្ចឹងការដោះខ្ញុំឃើញមានអ្នកខ្លះគក់ផងវាយផងដំផងអីស្អីចាក់ទឹកសោយទឹកខ្ញុំអត់មានទេចរចាសូមឲ្យគាត់និមន្តឲ្យគាត់ចេញទៅនៅកន្លែងដែលគាត់គួរនៅហើយបងប្អូនអ្នកនឹងប្រាប់ថាគាត់នឹងក្អួតតែគាត់ថាភ្លាមគាត់អត់ក្អួតទេតែស្អែកឡើងខាងស្អែកឡើងគាត់ទៅដល់ផ្ទះគាត់ក្អួតគាត់ថាគាត់ក្អួតឡើងទុនខ្លួនឲ្យលេងអ្នកគ្រូតែខ្ញុំទូច្រើនអញ្ចឹងក្នុងខ្លួនគាត់ឈឺចាប់ដល់ខ្ញុំថានឹងឈឺនឹងជាម្ដងតិចខ្ញុំមិនចេះជប់ទេតែខ្ញុំអាចជួយបងឯងហើយខ្ញុំចង់ដឹងខ្ញុំដាក់ភ្លេងឲ្យគាត់ជួបខ្ញុំមករយៈនេះចូលគួសមដែរហើយពិសោធន៍ភ្លេងឬភ្លេងគាត់លេងរំទៀតហើយអញ្ចឹងបងប្អូនជឿដោយសតិពេលដែលបងប្អូនមានសតិបងប្អូននឹងមានប្រាជ្ញាពេលដែលបងប្អូនមានប្រាជ្ញាបងប្អូននឹងចែកមួយណាគឺអំបិលមួយណាគឺស្ករបើសិនជាដោះចេញគឺចេញហើយគឺភ្លេងគឺលេងរំហើយបងប្អូនណាលោកគ្រូអ្នកគ្រូព្រះស្នងណាក៏ដោយខ្ញុំអត់ប៉ះពាល់បងប្អូនឬលោកគ្រូអ្នកគ្រូព្រះស្នងណាទេតែខ្ញុំនិយាយនៅក្នុងការដែលខ្ញុំជួយដល់ជាការពិតខ្មែរយើងប្រកែពិតមែនទឹកដីខ្មែរគឺជាទឹកដីដ៏ស័ក្តិសិទ្ធិខ្ញុំនៅតែបញ្ជាក់ទឹកដីខ្មែរគឺជាទឹកដីដ៏ស័ក្តិសិទ្ធិសូមកុំយកជើងបំផ្លាញគេមរតករបស់ដូនតាពីបរមបុរាណមកអី
មុខរបរច្រើនណាស់កុំព្យាយាមយកមុខរបរយករឿងនេះធ្វើជាមុខរបរហើយបំផ្លាញជីវិតរបស់គេខ្ញុំឮបងប្រុសគាត់និយាយខ្ញុំអាណិតគាត់មែនទែនមនុស្សធ្លាប់ចេញទៅអូស្ត្រាលីកាណាដាអាមេរិកទៅធ្វើការនៅស្រុកក្រៅរយៈពេល2ឆ្នាំជីវិតគាត់ស្មើឲ្យសូន្យហើយគាត់និយាយមកខ្ញុំគាត់អួលដើមកគាត់ទឹកភ្នែកគាត់ថាគាត់អាណិតម្ដាយគាត់ចាស់គាត់អស់សង្ឃឹមក្នុងជីវិតគាត់ថាមិនដឹងទីមួយឥឡូវនេះអ្វីដែលគាត់គិតគាត់ត្រូវរលួយដោះបំណុលដែលគាត់ឈឺរយៈពេល2ឆ្នាំហើយគាត់ត្រូវមើលម្ដាយចាស់ម្ដាយអត់មានផ្ទះសម្បែងខ្ញុំគាត់ឲ្យលឺហើយខ្ញុំខ្លោចចិត្តដែរបងប្អូន80គ្រូដែលគាត់ដើររកគ្រូ80គ្រូតែឲ្យជួយគាត់ឲ្យគាត់បានល្អប្រសើរមកវិញហេតុអីបានគាត់ងងណាបងប្អូនស្ដាប់ទៅមែនទេរកដល់80គ្រូដើម្បីឲ្យគាត់អញ្ចឹងហើយមិនក៏មិនឈប់មែនទេតែបើសិនជាបងប្អូនជាគាត់បងប្អូនឈប់អត់មុននឹងបងប្អូនស្ដាប់ខ្ញុំនិយាយឲ្យបងប្អូនប្រមាថបងប្អូនគិតហើយយកមកជុលតែបងប្អូនដេកឲ្យយកមកចាក់ផ្លូវបងប្អូនជួយឈឺអត់បើសិនជាចាក់ធ្លុះសាច់បងប្អូនហើយអត់ឈឺបងប្អូនអាចប្រមាថគាត់បានហើយអាចប្រមាថខ្ញុំបានតែបើសិនជាយកមកជុលនឹងឲ្យចាក់ចំសាច់បងប្អូនជួយចូលទៅក្នុងឆ្អឹងឈឺពិតមែនបងប្អូននឹងយល់អារម្មណ៍គាត់ខ្ញុំជាមនុស្សចេះនិយាយថាហេតុហើយនឹងផលច្បាស់ហើយរឿងពិតអត់ចេះប្រឌិតសំបីតែមួយពាក្យសូមបងប្អូនសូមលោកគ្រូអ្នកគ្រូនេះមិនមែនជារបរទេកុំបំផ្លាញគេមរតករបស់ដូនតាយើងទៀតអីសូមមេត្តាណាបងប្អូនអត់ចេះបងប្អូនអាចធ្វើជាគ្រូទីបៀបានកុំព្យាយាមធ្វើខ្លួនឯងជាគ្រូដែលធ្វើបាបគេមិនគេសោះខ្ញុំអត់មានអីនិយាយទៀតទេខ្ញុំនិយាយបានប៉ុណ្ណឹងសូមបងប្អូនគិតដោយការពិចារណាសតិពេលដែលមានសតិគឺមានប្រាជ្ញាឲ្យបងប្អូនណាអរគុណបងប្អូនខ្ញុំនឹងព្យាយាមដកស្រង់រឿងពិតឲ្យបានច្រើនជូនបងប្អូនស្ដាប់ឲ្យបានច្រើនជាងនេះទៀតអរគុណបងប្អូនជម្រាបលាសូមជួយfollow page ខ្ញុំផងហើយដើម្បីបានរឿងតទៅមុខទៀតណាបងប្អូនណាអរគុណជម្រាបលាបងប្អូនអរគុណមែនតើ